ផ្ទះសំណាក់ដែលគេទុកចោលរយៈពេល5ឆ្នាំត្រូវបានបងប្រុសម្នាក់គាត់ទៅជួលស្នាក់នៅរយៈពេល1យប់បន្ទាប់ពីគាត់ធ្វើដំណើរអស់រយៈពេល1ថ្ងៃហើយក៏បានជួបប្រទះនឹងព្រឹត្តិការណ៍ដ៏ចម្លែកជាច្រើននៅក្នុងផ្ទះសំណាក់នេះមុននឹងចូលទៅដល់សាច់រឿងសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ហើយដាក់សញ្ញារូបកណ្ដឹងដើម្បីជាកម្លាំងចិត្តមកដល់រូបខ្ញុំធ្វើនៅវីដេអូបន្តទៀតបទពិសោធន៍មួយនេះផ្ទាល់គឺជារឿងមួយក្នុងចំណោមរឿងជាច្រើនដែលបងរ៉ាត់គាត់ជួបប្រទះណាហើយក៏ជារឿងមួយដែលគួរឲ្យភ័យខ្លាចបំផុតសម្រាប់គាត់ផងដែរបងរ៉ាត់គឺជាអ្នកធ្វើការងារឯករាជ្យគាត់ធ្វើខាងផ្នែករចនាគេហទំព័រនិងប្រព័ន្ធផ្សព្វផ្សាយបងរ៉ាត់គាត់ធ្វើការងារបានគ្រប់ទីកន្លែងឲ្យតែកន្លែងណាមានអ៊ីនធឺណិតកន្លែងហ្នឹងគឺគាត់អាចធ្វើការងារបានហើយមូលហេតុដែលគាត់មកចាប់អាជីពជាអ្នក design គេហទំព័រឯករាជ្យដោយសារតែគាត់ធុញទ្រាន់នឹងការធ្វើការងារនៅក្រុមហ៊ុនពួកអីវាធ្វើតែសម្រាប់គាត់ចឹងហើយទើបគាត់ចង់ផ្លាស់ប្ដូរបរិយាកាសមកជាអ្នកធ្វើការងារឯករាជ្យវិញបើទោះបីជាគាត់ផ្លាស់ប្ដូរការងារពីធ្វើការងារនៅក្រុមហ៊ុនមកធ្វើការងារនៅផ្ទះដែលគេហៅថាជាការងារ freelance ឬមួយក៏ការងារឯករាជ្យហ្នឹងឯងក៏គាត់នៅតែក្នុងបន្ទប់មានលក្ខណៈថាធុញទ្រាន់ណាពេលហ្នឹងទើបគាត់ចាប់ផ្ដើមមានគំនិតថាចង់រកក្តីសុខសម្រាប់ខ្លួនឯងរយៈពេលមួយសប្តាហ៍ដែលគាត់គ្រាន់តែចំណាយពេលបើកឡានឬមកក៏ជិះឡានចេះតែជិះទៅដល់ទីណាគឺដល់ទីហ្នឹងដល់កន្លែងណាគឺគេងកន្លែងហ្នឹងនៅពេលយប់ហ្នឹងឯងដែលគាត់ទៅដល់ខេត្តបាត់ដំបងហ្នឹងពេលហ្នឹងដែរគឺគាត់មើល map គាត់ជិះទៅតាមផ្លូវមួយចេះតែជិះយូរទៅគាត់ទៅដល់ផ្លូវហ្នឹងគឺមានលក្ខណៈតូចចង្អៀតមែនតើហើយមានដើមឈើស្ដុកតាមអមសងខាងផ្លូវណានៅពេលដែលគាត់ចេះតែជិះទៅពេលដែលគាត់ចាប់ផ្ដើមមើលម៉ោងគឺឃើញថាពេលវេលាដូចជាយប់ជ្រៅដែរហើយពេលហ្នឹងគាត់ក៏កលែងទៅឃើញផ្ទះសំណាក់មួយនៅឯខាងស្ដាំដៃណាហើយផ្ទះសំណាក់ហ្នឹងធ្វើអំពីឈើនៅខាងមុខហ្នឹងគឺមានតែចង្គៀងភ្លើងបែបលក្ខណៈបុរាណណានៅពេលដែលគាត់ទៅឈប់នៅខាងមុខផ្ទះសំណាក់ហ្នឹងហើយផ្ទះសំណាក់ហ្នឹងដែរគឺគេសាងសង់ឡើង2ជាន់ដែលមានប្រភេទដូចឡាវតឿអញ្ចឹងឯងហើយនៅពេលដែលគាត់ចូលទៅដល់កន្លែងគិតលុយរបស់ផ្ទះសំណាក់ហ្នឹងគាត់ក៏បានឃើញនារីរៀងចំណាស់ម្នាក់ដែលគាត់មានកម្ពស់រៀងខ្ពស់ហើយសម្បុររៀងសហើយនៅពេលហ្នឹងគាត់ក៏បានញញឹមដាក់មកកាន់បងរ៉ាត់ពេលហ្នឹងគាត់គិតថាបរិយាកាសនៅក្នុងហ្នឹងរៀងត្រជាក់ហើយនៅពេលហ្នឹងដែរគាត់មើលទៅក្នុងផ្ទះសំណាក់ហ្នឹងមានអារម្មណ៍ថាមានគ្រឿងសង្ហារឹមជាច្រើនដែលធ្វើអំពីឈើណាហើយពេលហ្នឹងដែរនារីរៀងចំណាស់ហ្នឹងគាត់ដើរមកកាន់បងរ៉ាត់ហើយសួរថាគាត់ត្រូវការទស្សនៈមែនហើយនៅពេលហ្នឹងដែរដែលគាត់ឆ្លើយតបទៅវិញថាគាត់ត្រូវការបន្ទប់មួយសម្រាប់គេងមួយយប់ហ្នឹងពេលហ្នឹងអ៊ីក៏គាត់សួរមកកាន់បងរ៉ាត់វិញថាមូលហេតុអីបានគាត់ជិះមកដល់ហ្នឹងគាត់ជិះតាណាវិញបានមករកទស្សនៈនៅស្មានហ្នឹងអញ្ចឹងហើយពេលហ្នឹងដែរបងរ៉ាត់ក៏គាត់ប្រាប់ទៅកាន់អ៊ីហ្នឹងវិញថាគាត់ចេះតែជិះទៅគាត់ជិះតាម map ហើយនៅពេលដែលគាត់មើលម៉ោងទៅរៀងយប់ដែរហើយអញ្ចឹងហើយគាត់ក៏ចូលមករកសម្រាប់មកយប់ស្អែកឡើងទើបគាត់បន្តដំណើរទៅមុខទៀតហើយពេលហ្នឹងដែរអ៊ីម្ចាស់ទស្សនៈគាត់គ្រាន់តែរុញសភៅបញ្ជីដើម្បីឲ្យបងរ៉ាត់គាត់កត់ឈ្មោះណាជាធម្មតានៅពេលដែលចូលទៅទស្សនៈគេឲ្យមានសភៅមួយសម្រាប់កត់ឈ្មោះឬមួយក៏ព័ត៌មានផ្ទាល់ខ្លួនយើងអញ្ចឹងទៅហើយពេលហ្នឹងគាត់ក៏កលិចមើលទៅលើសភៅហើយក៏គាត់មានអារម្មណ៍ថាចម្លែកព្រោះអីពេលហ្នឹងគាត់មើលទៅក្នុងបញ្ជីឈ្មោះហ្នឹងគឺការកត់ត្រាហ្នឹងមានរយៈពេលយូរហើយកាលពី5ឆ្នាំមុនប៉ុន្តែពេលហ្នឹងគាត់បានសួរនាំអីច្រើនទេប៉ុន្តែគាត់មានអារម្មណ៍ថាប្លែកហើយនៅពេលដែលគាត់កត់ឈ្មោះហើយអ៊ីម្ចាស់ទេសនៈក៏គាត់ហុចកូនសោមួយមកកាន់បងរ៉ាត់ហើយប្រាប់ថានៅជាន់ទី2ឡើងទៅនៅបន្ទប់ទី4គាត់ក៏បានឡើងទៅតាមកម្មចដាលដែលធ្វើអំពីឈើណានៅពេលដែលគាត់ចាប់ដើមឡើងមួយជំហានវាមានលក្ខណៈថាដូចលឺសំឡេងលាន់ក្រឹបក្រឹបហាក់បីដូចជាទស្សនៈហ្នឹងគេបានទុកចោលអញ្ចឹងប៉ុន្តែនៅពេលហ្នឹងគឺមានសភាពលក្ខណៈថ្មីទេអញ្ចឹងហើយដែលធ្វើឲ្យគាត់គិតថាគាត់ចេះតែគិតរវើរវាយអញ្ចឹងទៅនៅពេលដែលគាត់ដើរខិតជិតទៅដល់បន្ទប់របស់គាត់មានលក្ខណៈស្ងាត់ចងំហើយពេលហ្នឹងបងរ៉ាត់ក៏គាត់ស្រែកសួរអ៊ីម្ចាស់ទស្សនៈហ្នឹងសួរថាទស្សនៈហ្នឹងមានអ្នកផ្សេងស្នាក់នៅអត់រួចទៅគាត់ក៏ប្រាប់មកកាន់បងរ៉ាត់វិញថាមានប៉ុន្តែអ្នកផ្សេងគាត់សម្រាប់អស់ហើយពេលដែលគាត់តបមកវិញណាឮខ្សែដែលធ្វើឲ្យគាត់នឹងចាប់ផ្លឹកខ្លាំងមែនតើថាគាត់និយាយដូចជាមនុស្សអស់កម្លាំងអញ្ចឹងប៉ុន្តែដោយសារតែបងរ៉ាត់ក៏ធ្វើដំណើរអស់កម្លាំងពេញមួយថ្ងៃគាត់បានចាប់ផ្លឹកបន្តទៀតទេពួកអីពេលហ្នឹងបងរ៉ាត់គាត់យល់ឃើញថាអញ្ចឹងដែរពួកអីមើលទៅដូចជារៀងយប់ដែរហើយពេលហ្នឹងឯងដែលបងរ៉ាត់គាត់ដើរទៅកាន់កាមុខបន្ទប់របស់គាត់ហើយគាត់ចាក់សោចូលទៅក្នុងបន្ទប់ហ្នឹងទៅនៅពេលដែលគាត់ឃើញសភាពនៃបន្ទប់ហ្នឹងហើយគឺខុសពីការគិតរបស់គាត់ទាំងអស់ពួកអីនៅក្នុងបន្ទប់ហ្នឹងគឺមានលក្ខណៈស្អាតមានក្រែមួយហើយពុះកាមេរ៉ាពណ៌សហើយនៅឯបក្រែហ្នឹងគឺយើងមានចង្គៀងដែលចង្គៀងទាំងពីរហ្នឹងមានលក្ខណៈបែបបុរាណណាហើយនៅក្នុងបន្ទប់ហ្នឹងផងដែរក៏មានប្អួចមួយដែរដែលធ្វើឲ្យមានខ្យល់បរិយាកាសចេញចូលឡើងត្រជាក់មែនតើហើយអ្វីដែលប្លែកសម្រាប់គាត់គឺនៅក្នុងបន្ទប់ហ្នឹងគឺមានកញ្ចក់ធំមួយដែលអាចមើលឃើញពីបរិយាកាសនៅក្នុងបន្ទប់ហ្នឹងទាំងមូលណាដោយសារតែក្នុងបន្ទប់ហ្នឹងគឺអ៊ីនធឺណិតគឺមានទេសូម្បីតែ Wi-Fi ក៏គ្មានដែរពេលហ្នឹងហើយគាត់ក៏គិតអីច្រើនគាត់ក៏ទុកទូរស័ព្ទនៅក្បាលតនេកហ្នឹងហើយគាត់ក៏គេងទៅប៉ុន្តែនៅក្នុងការសម្រាករបស់គាត់ហាក់បីដូចជាអត់ស្ងប់ទេគាត់គេងភ្ញាក់ឬក៏អាចមកពីគាត់គេងប្លែកកន្លែងទើបធ្វើឲ្យគាត់គេងមិនលក់ប៉ុន្តែអ្វីដែលកាន់តែចម្លែកសម្រាប់គាត់ទៀតហ្នឹងនៅពេលដែលគាត់គេងប្រុងនឹងល
ងលក់ទៅហើយហ្នឹងណាស្រាប់តែឮសំឡេងគូទ្វារម្ដងជាពីរដងម្ដងជាពីរដងហើយឮសំឡេងផើសំឡេងតិចណាធ្វើឲ្យគាត់នៅអត់ស្ងប់គាត់ក៏បានងើបទៅកាន់កន្លែងទ្វារហ្នឹងហើយគាត់ក៏បានមើលទៅតាមប្រឡោះទ្វារហ្នឹងថាខាងក្រៅហ្នឹងវាមានអីអត់ប៉ុន្តែអ្វីដែលគាត់មើលទៅហ្នឹងគឺមានឃើញអីទាំងអស់នៅខាងក្រៅហ្នឹងគាត់ក៏កាន់តែមានអារម្មណ៍ថាចម្លែកប៉ុន្តែគាត់គិតថាប្រហែលមកពីគាត់រវើរវាយហីព្រោះមួយថ្ងៃហ្នឹងគាត់ធ្វើដំណើរហត់នឿយខ្លាំងហ៎អញ្ចឹងទៅអាចថាមកពីគាត់ចេះតែគិតអញ្ចឹងទៅប៉ុន្តែរំពេចហ្នឹងក៏ឮសំឡេងខ្សោយនៅក្បែរត្រចៀករបស់គាត់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយក៏ប្រញាប់ទៅបើកភ្លើងប៉ុន្តែនៅពេលដែលគាត់បើកភ្លើងហើយវាអត់មានឃើញអីទាំងអស់វាតែទេស្អាតហ្មងពេលហ្នឹងឯងដែលគាត់ក៏លេចទៅឃើញផ្ទាំងកញ្ចក់ធំមួយប៉ុន្តែនៅក្នុងកញ្ចក់ហ្នឹងអត់មានឃើញអីទេបន្ទាប់ពីគាត់បានឈរគិតពីសំឡេងហ្នឹងមកសបកស្រាប់តែគាត់ឃើញស្រមោលមួយស្រមោលហ្នឹងដូចផ្សែងអញ្ចឹងផ្សែងហ្នឹងនៅខាងក្រោយគាត់នៅពេលអញ្ចឹងគាត់ក៏សាកធ្វើចលនាដៃរបស់គាត់មើលតើស្រមោលហ្នឹងធ្វើតាមគាត់អត់បើសិនជាស្រមោលហ្នឹងធ្វើតាមគាត់ស្រមោលហ្នឹងជាស្រមោលផុនគាត់ទេប៉ុន្តែបើសិនជាស្រមោលនឹងមិនធ្វើតាមគាត់បាស់ហើយថាស្រមោលនឹងជាស្រមោលអ្វីផ្សេងពេលហ្នឹងក៏ស្រាប់តែគាត់លើកដៃស្ដាំឡើងប៉ុន្តែស្រមោលនឹងក៏ចាប់ផ្ដើមកិលតាមគាត់បន្តិចពេលហ្នឹងគាត់ក៏ចាប់ផ្ដើមរងាប់អារម្មណ៍គិតថាវាអីទេប្រហែលជាគាត់រវើរវាយទៀតហើយពេលហ្នឹងឯងដែលគាត់សម្ដែងទៅក្រែរបស់គាត់គិតថាគាត់គេងទៅនៅពេលដែលគាត់គេងលក់រឿងទាំងអស់វានឹងលេងអីទេប៉ុន្តែម្ដងហ្នឹងគាត់គេងគាត់អត់បិទភ្លើងទេគាត់យកភួយមកឃ្លុំពេញលើខ្លួនគាត់ហ្មងសំបីតែជើងក៏គាត់អត់ឲ្យបញ្ចេញដែរពេលដែលគូទ្វារលើកទី2នេះគាត់ក៏បានកលេចមើលម៉ោងនៅពេលហ្នឹងក៏គាត់ឃើញថាម៉ោង3កន្លះហើយប៉ុន្តែម្ដងហ្នឹងគាត់គិតថាគាត់អត់ចង់ងើបទៅមើលទេគាត់ខ្លាចនឹងមានរឿងអ្វីដែលចម្លែកជាងហ្នឹងទៀតប៉ុន្តែសលេងដែលគេគោះទ្វារហ្នឹងវាលឺកាន់តែខ្លាំងទៅដែលធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍មួយថាគេអត់កើតណាបន្ទាប់ពីលឺសលេងខ្លាំងហ្នឹងហើយគាត់ក៏បានដើរចុះទៅលើគ្រែហើយក៏សម្ដែងទៅកាន់ទ្វារគាត់មើលតាមប្រឡោះប្រហោងហ្នឹងតតែថានៅខាងក្រៅហ្នឹងមាននរណាគេនៅខាងក្រៅហ្នឹងបានជាគោះទ្វារគាត់រហូតអញ្ចឹងប៉ុន្តែនៅខាងក្រៅគាត់មាននរណាគេនៅទាំងអស់គាត់ក៏ងាកមកវិញប៉ុន្តែនៅលើគ្រែរបស់គាត់មានឃើញអីទេពេលហ្នឹងឯងគាត់ងាកមកកាន់កញ្ចក់ហើយក៏គាត់ឃើញស្រមោលខ្មៅមួយនៅលើគ្រែរបស់គាត់ពេលហ្នឹងឯងគាត់កាន់តែភ័យដៃជើងរបស់គាត់ចាប់ដើមឡើងត្រជាក់ហើយគាត់ចាប់ដើមភ័យគាត់ទាញសោរបស់គាត់ឲ្យចាក់ទ្វាររបស់គាត់ប៉ុន្តែពេលហ្នឹងធ្វើឲ្យគាត់កាន់តែច្បុកច្បល់គាត់ចាក់ទ្វារហ្នឹងអត់ចេញទេទោះបីគាត់ប្រឹងទាញយ៉ាងណាក៏ដោយធាក់ផងវាយផងក៏លឺទ្វារហ្នឹងអត់បើកដែរនៅពេលហ្នឹងឯងដែលគាត់បានកលេចទៅកាន់គ្រែរបស់គាត់ហើយគាត់ក៏បានឃើញស្រមោលខ្មៅហ្នឹងហោះមកកាន់គាត់ធ្វើឲ្យគាត់ប្រើកម្លាំងអស់ពីខ្លួនតែម្ដងដើម្បីកត្រាក់ទ្វារហ្នឹងឲ្យល្បើកនៅពេលដែលទ្វារហ្នឹងល្បើកហើយគាត់ក៏បានរត់ចេញពីបន្ទប់ហ្នឹងយ៉ាងលឿនហើយក៏គាត់បានស្រែកឲ្យគេជួយប៉ុន្តែគ្មានណាគេមកជួយគាត់ទេហាក់បីដូចជានៅក្នុងផ្ទះសំណាក់ហ្នឹងគឺស្ងប់ស្ងាត់ខ្លាំងមែនទែននៅពេលដែលគាត់រត់ចុះមកដល់ក្រោមដើម្បីស្រែកឲ្យគេជួយគាត់ក៏ឃើញសភាពនៅកន្លែងដែលគិតលុយកាលពីពេលដែលគាត់ចូលមកដំបូងហ្នឹងវាខុសប្លែកពីខាងដើមពេលដែលគាត់ចូលមកដំបូងនៅខាងក្នុងហ្នឹងគឺស្អាតធម្មតាទេហើយក៏មានពលឺភ្លើងគេបើកសម្រាប់បំភ្លឺឲ្យភ្ញៀវគេចូលមកឃើញទិដ្ឋភាពនៅក្នុងហ្នឹងណាប៉ុន្តែពេលហ្នឹងគឺអត់មានពលឺអីទាំងអស់គឺមានតែភាពងងឹតតែម្ដងហើយកន្លែងកៅអីដែលគាត់ឃើញពីដំបូងថាជាគ្រឿងសម្ហារឹងយ៉ាងស្រស់ស្អាតហ្នឹងណាពេលហ្នឹងគាត់មើលឃើញគ្រាន់តែជាតុកៅអីដែលគេទុកចោលជាច្រើនឆ្នាំតែប៉ុណ្្នឹងឯងវាហាក់បីដូចជាសភាពនៅក្នុងផ្ទះហ្នឹងគេបានទុកចោលជាយូរឆ្នាំមកហើយពេលដែលគាត់រត់ដល់កន្លែងឡានរបស់គាត់ហើយហ្នឹងសំបីតែពេលងាកទៅកាន់ទេសនៈហ្នឹងក៏គាត់មិនហ៊ានងាកទៅដែរព្រោះអីគាត់ខ្លាចនៅពេលដែលគាត់ងាកមើលទៅកាន់ទេសនៈហ្នឹងវាធ្វើឲ្យគាត់កាន់តែមានភាពតក់ស្លុតជាងហ្នឹងហើយគាត់ក៏បានបើកឡានចេញពីទេសនៈហ្នឹងយ៉ាងលឿនទៅបន្ទាប់ពីគាត់បានជួបហេតុការណ៍ដែលគួរឲ្យភ័យរន្ធត់នេះហើយគាត់នៅតែមិនអាចរកហេតុផលឬមួយក៏ចម្លើយអំពីហេតុការណ៍ទាំងអស់នោះបានទេគាត់នៅតែមានអារម្មណ៍ដិតដានជាប់គាំងនៅក្នុងការចងចាំរបស់គាត់ដដែលហ្នឹងគាត់នៅតែបន្តរកចម្លើយអត់ទាន់ឃើញអញ្ចឹងអរគុណបងប្អូនអរគ្នាដែលបានតាមដានពីដើមរហូតមកដល់ចប់ហើយខ្ញុំនឹងសង្ឃឹមថាបងប្អូនចូលចិត្តសាច់រឿងមួយនេះហើយកុំភ្លេចចុច like និង Subscribe ហើយដាក់រូបសញ្ញាកណ្ដឹងដើម្បីជាកម្លាំងចិត្តមកដល់រូបខ្ញុំបាទផលិតនៅវីដេអូបន្តសូមអរគុណសម្រាប់ការតាមដាននិងជួបគ្នានៅវីដេអូបន្ត